ថ្ងៃនេះខ្ញុំធ្វើការអ៊ុតគម្របសៀវភៅពុម្ពជូនភ្ញៀវច្រើនក្បាលដែរដល់ពេលអញ្ចឹងទៅខ្ញុំនឹកឃើញចង់ថតវីដេអូដើម្បីបង្ហាញឲ្យបងប្អូនដែលគាត់កំពុងតែមានតម្រូវការក្នុងការអ៊ុតគម្របសៀវភៅអញ្ចឹងបងប្អូនអាចមកធ្វើការអ៊ុតសៀវភៅនៅខាងខ្ញុំបានហើយនេះគ្រាន់តែជាសកម្មភាពខ្លះៗក្នុងការដែលខ្ញុំធ្វើការអ៊ុតគម្របសៀវភៅពុម្ពជូនភ្ញៀវអញ្ចឹងណាបងព្រោះបើសិនជាថតតាំងពីដើមទីខ្លាចការងារហ្នឹងអត់ទាន់ឲ្យភ្ញៀវដោយសារតែគាត់ត្រូវយកឲ្យកូនគាត់ទៅរៀននៅសាលាដែរទម្រាំតែបានមួយក្បាលហ្នឹងក៏វារៀងចាយពេលបន្តិចដែរដោយសារតែយើងត្រូវការបត់ឆូតវាឲ្យស្មើដើម្បីនៅពេលដែលយើងយកដាក់ម៉ាស៊ីនអ៊ុតទៅឲ្យងាយស្រួលក្នុងការដែលយើងអ៊ុតចឹងណាហើយបើសិនជាយើងធ្វើការបត់ហើយនឹងឆូតវាអត់ស្មើល្អទេនៅពេលដែលយើងយកទៅដាក់ម៉ាស៊ីនអ៊ុតក៏ពិបាកក្នុងការអ៊ុតដែរហើយវាធ្វើឲ្យប៉ោងគម្របនឹងអត់ស្អាតទេវាអត់បានរាបស្អាតចឹងណាក្នុងការដែលយើងប្រើជាប្រភេទថង់ប្លាស្ទិកដើម្បីអ៊ុតធ្វើជាគម្របសៀវភៅហ្នឹងគឺដែលសំខាន់បំផុតគឺយើងធ្វើការបត់វាឆូតវាឲ្យស្មើស្អាតហើយបងដែលគាត់មានតម្រូវការក្នុងការអ៊ុតគម្របសៀវភៅមិនថាសៀវភៅពុម្ពសៀវភៅសរសេរសៀវភៅស្រាវជ្រាវឬក៏ជាប្រភេទអត្រាគោលដ្ឋានគឺខាងខ្ញុំទទួលអ៊ុតទាំងអស់ប្រភេទអ៊ុតជាថង់ប្លាស្ទិកនេះបើសិនជាបងចង់បកចេញក៏ងាយស្រួលដែរចាអរគុណបងដែលគាត់តែគាំទ្រកន្លងមកហើយសម្រាប់បងដែលគាត់មានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងមកខាងហាងពុទ្ធរូបរបស់ពុំយើងខ្ញុំផងដែរអរគុណច្រើនបង